ខ្ញុំបាទឈ្មោះឡុងថាសូមជូនចម្រៀងមួយបទដែលមានចំណងជើងថាគុណព្រះរស់សូមសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីអ្នកនាងកញ្ញារីករាយសន្តាប់ជាមួយខ្ញុំបាទលោកតទៅព្រះរងគឺពុកហើយនឹងម៉ែចិញ្ចឹមមើលថែរក្សាបុត្រពីមានក្រមិនចេញវាចាខំប្រឹងធ្វើការដើម្បីតែកូនមានពេជ្រក្នុងលោកថ្លៃមិនស្មើដូចគុណព្រះណាថ្លៃធ្វើល្អលើកូនប្រុសស្រីកូនក៏បីគោរពដឹងគុណកុំស្អប់គុំលោកទាំងពីរខ្លាចកម្មញោមញីឲ្យកូនសាបសូន្យដឹងគុណតបគុណកូនបង្កើតទួនច្រើនអត់កណនីមេត្តាបិតាជាព្រះរងមានឈ្មោះពីរងនៅក្នុងលោកាចូលកូនគ្រប់មកអង្គានឹកគុណគ្រប់គ្នាហាមចិត្តប្រមាទប្រដៅបនទៀនមានផល្លាមានមហូបអាហារដែលប្រណិតស្អាតរៀបចំចាត់ចែងសង្វាតជូនកត់ពីសាមុននឹងទៅវត្តកុំចោលម៉ែអើយនៅឯផ្ទះមិនក្រាបសំពះគឺធ្វើឲ្យផ្លត់មហូបឆ្ងាញ់យកទៅតែវត្តម៉ែអើយមិនមកនៅក្រៀមក្រពះកងព្រំតែជន់ពីលមកញុះញង់ជឿលងគុំនិតចាក់នឹកទោសាខឹងម៉ែអោឯងដោយចិត្តគិតថាមេត្តាបិតាគ្មានអ្វីចែកឲ្យចុះត្រង់ខ្លួនយើងកើតមកពីណាមេត្តាបិតាចិញ្ចឹមមើលថែបើសិនគាត់ស្អប់យើងមិនរស់ទេគុណពុកនឹងម៉ែគ្មានអ្វីផ្ទឹមបានណាកូនព្រះរងគឺពុកហើយនឹងម៉ែចិញ្ចឹមមើលថែរក្សាបុត្រពីមានក្រមិនចេញវាចាខំប្រឹងធ្វើការដើម្បីតែកូនមានពេជ្រក្នុងលោកថ្លៃមិនស្មើដូចព្រះរងណាថ្លៃ
ល្អលើកូនប្រុងស្រីកូនក៏បីគោរពដឹងគុណគុំស្អប់គុំលោកទាំងពីរខ្លាចកម្មញោមញីឲ្យកូនសាបសូន្យដឹងគុណតបគុណកូនបនកើតផ្ទួនច្រើនអត់កណនីទៀតតាបៃតាជាព្រះរងមានឈ្មោះពីរងនៅក្នុងលោកកាចូលកូនគ្រប់មកអង្គានឹកគុណគ្រប់គ្នាហាមចិត្តប្រមាទរដូវបុណ្យទានមានផលមានមហូបអាហារដែលប្រណិតស្អាតរៀបចំចាត់ចែងសង្វាតជូនកត់ពីសាមុននឹងទៅវត្តកុំចោលម៉ែអើយនៅឯផ្ទះមិនក្រាបសំពេងគេធ្វើឲ្យផ្លត់មហូបឆ្ងាញ់យកទៅតែវត្តម៉ែអើមិនមាត់នៅក្រៀមក្រពះបើមានខុសឆ្គងត្រង់ចំណុចណាសូមអបិទោសសូមអរគុណ